បងប្អូនអ្នកគ្នាឥឡូវនេះខ្ញុំកំពុងតែស្ថិតនៅក្រុមហ៊ុន Ford ហើយនៅក្នុងដៃខ្ញុំនេះមានលុយ1លានរៀលនៅក្នុងដៃចង់ដឹងថា1លានរៀលនេះតើខ្ញុំអាចទិញរថយន្ត Ford បាន model ណាខ្លះតោះមកមើលវីដេអូនេះជាមួយគ្នាបាទជំរាបសួរបងបាទជំរាបសួរបាទបងចេញទៅណាវិញបងថ្ងៃនេះចង់មកមើលឡានហើយក្នុងដៃខ្ញុំមានតែ1លានរៀលទេតែ1លាននេះអាចទិញឡាន Ford បានអត់បានបានទេបាទតោះមកចុះមែនទេបាទនេះ500ជាងបាទ500ជាងហើយនេះនឹងចូលមកត្រាប់បងប្អូនអញ្ចឹងមាន400ជាងអាចយកបានអានេះ400ជាងបាទ400ជាងអីនេះ300ជាងអានេះ300ជាង300ជាងចុះអានេះ300ជាងដូចគ្នាប៉ុន្តែ300ក្រាស់អញ្ចឹងណានេះ300ក្រាស់បាទហើយចុងក្រោយកូនបើអញ្ចឹងបងមានសម្រាប់200ជាងអាចយក Ranger XL model ឆ្នាំ2026នេះបានហើយមែនបានមែនបាទចាអានេះ1លាន250បាទមានត្រឹមតែ1លានយើងអាចយកប្រភេទ Ranger XL នេះបានហើយប៉ុន្តែចង់បញ្ជាក់ជូនបងតិចណាយើងមាន1លានប៉ុន្តែបើយើងចូលរួមមុន 50% ទើបយើងអាចយករថយន្ត Ranger XL នេះបានណាអញ្ចឹងក៏បង់មុន 50% បានបង់1លានបានបង់1លាន200ជាងនឹងបានហ្នឹងហើយអូតំណងដែរបងប្អូនមានអីមាន1លាន200ជាងអាចដកអានេះទៅបានបាទអញ្ចឹងខ្ញុំមាន 50% ឯងខ្ញុំដាក់ 50% មុនទៅខ្ញុំអាចដកអានេះបានដែរបានទេបងបាទ200ជាងអាចដកបានតោះបងទៅធ្វើឯកសារដើម្បីយកលុយមែនទេមកត្រូវអីចឹងបងអញ្ចឹងខ្ញុំចង់បញ្ជាក់តិចដោយសារខ្ញុំបញ្ជាក់ជូនថាយើងអាចបងចាំខែត្រឹមតែ200ជាងទេអញ្ចឹងដោយសារតែយើងអាចចូលរួមមុន 50% បងចាំខែត្រឹមតែ263ទេឬមួយក៏បងប្អូនអត់ចាំបាច់បារម្ភថាចុះបើសិនជាខ្ញុំចង់រំលោះសត 100% បាទឬមួយក៏ 10% 20% 30% ក៏បងប្អូនអាចរំលោះជាមួយរថយន្ត Ranger XL មកដល់ឆ្នាំ2026បានដែរបាទជាចុងក្រោយសម្រាប់ពលមានអត់បងប្អូនអាចជំនះដងតាមរយៈលេខទូរស័ព្ទខាងលើនេះឬមួយក៏តាមរយៈ page ធ្វើការរបស់ខាងក្រុមហ៊ុន Ford ជាចុងក្រោយខ្ញុំបាទទីនេះសូមអរគុណសូមជម្រាបលាបាយបាយ